នេះបងប្អូនចឹងខ្ញុំទិញបានតែត្រីប្រភេទពូអាត្រីសេកនេះណាអាត្រីសេកសេរីចាស់ដែលខ្ញុំដាក់ក្នុងរូបហ្នឹងទិញអត់បានទេបងប្អូនអានឹងវាសេរីចាស់ដែរចឹងនេះបងប្អូនថ្ងៃនេះខ្ញុំមកមើលត្រីហើយហៅទិញត្រីជពុះសេកសេរីចាស់ដូចនៅក្នុងរូបបងប្អូននេះប្រភេទនេះប៉ុន្តែរត់មានសោះអត់មានទេមានតែប្រភេទសេរីនេះប៉ុន្តែវាមានអាហ្នឹងក៏ត្រូវយកដែរព្រោះវាស្អាតម្យ៉ាងបាទអានោះចាំគិតទៀតចាំមានពេលចាំចិញ្ចឹមវាព្រោះចង់រំលឹកអនុស្សាវរីយ៍បែបសេរីចាស់កាលមុនហ្នឹងហើយមាន7ពណ៌ហើយហ្នឹងអាត្រីពុះសេកហ្នឹងហើយគឺសេរីចាស់ហើយនឹងហុងកុងក៏ទុយដាវចឹងសម្រាប់ចិត្តថាទិញអាក្រហមនេះចោះជំនួសដល់អានោះនេះបងប្អូនដោយសារសួរពូអ្នកលក់ចុះឡើងឲ្យរូបថតគាត់មើលគាត់ថាអូអានឹងចំពោះសេកហ្នឹងសេរីចាស់គាត់អត់ដែលយកបានយកមកទេមួយរយៈក្រោយហ្នឹងអត់មួយឆ្នាំ2ឆ្នាំហើយចឹងមានតែពួកអាចំពោះសេកក្រហមហ្នឹងចឹងក៏ខ្ញុំមកមើលទៅអូឃើញវារៀងមានអីស្អាតគួរសមដែររៀងមៀតអានេះខ្លួនវាអត់ត្រង់អានេះខ្លួនបែបទឺខ្នងកោងអានេះហើយឃើញថាវាខ្នងកោងតប៉ាដាក់ក្នុងទូកញ្ចក់ស្អាតចឹងដែរនឹកឃើញថាវាជាអំបូរត្រីតែមួយទេអត់បើអត់មានហ្នឹងយកហ្នឹងសិនអត់មានអាធឺសេរីចាស់យកហ្នឹងសិនចាំលើក្រោយចាំព្យាយាមមកមើលម្ដងទៀតហើយនេះយើងមកដល់ផ្ទះយើងព្រោះវាមួយថ្ងៃចោលដែរហ្នឹងអានេះថ្ងៃស្អែកនេះខ្ញុំព្រោះវាចោលហើយព្រោះអត់ទាន់មានពេលដាក់ចឹងដាក់ទឹកដាក់អីហើយដាក់អំបិលដាក់ហើយចាំបានដាក់ត្រីចូលចឹងវីដេអូនេះប្រហែលជាមានប៉ុណ្្នឹងឯងអរគុណបងប្អូនអានេះយើងចិញ្ចឹមបែបកំសាន្តអរគុណ